បាទសួស្តីអ្នកនរគ្នាអញ្ចឹងខ្ញុំបង្ហាញអំពីរបៀបធ្វើការរបស់ខ្ញុំបន្តិចពាក់ព័ន្ធជាមួយនឹងការធ្វើ quote អញ្ចឹងរៀងរាល់ការធ្វើ quote គឺយើងមាន model គំរូហើយស្រាប់នៅលើចេះអញ្ចឹងឧទាហរណ៍ថាឥឡូវយើងមាន8ជាន់ហើយនឹងជាន់ដំបូលមួយទៀតណាអញ្ចឹងទោះបីអាគារធំប៉ុណ្ណាក៏ដោយអ្នកនរគ្នាអាចរៀបចំបែបនេះគឺអត់ចេះខុសទេហើយក៏វាគ្រាន់តែរៀងយូរតិចរបៀបធ្វើការក៏ប៉ុន្តែភាពច្បាស់លាស់គឺ99%បាទអញ្ចឹងវាមានតាម category វាអញ្ចឹងយើងតម្រៀបវាមកអញ្ចឹងមុនដំបូងគឺយើងរក wall and partition វាឲ្យឃើញអញ្ចឹង wall and partition ហ្នឹងគឺគេធ្វើតាមជាន់បែបហ្នឹងអញ្ចឹងណាតបមកបានគេយកបរិមាណវាដាក់ក្បែរនេះមកណាហើយមួយទៀតវាមានអីគេ Langto plastering អញ្ចឹងគឺវាមានតាមប្រភេទ category របស់វាអញ្ចឹងតមក wallpaper បើសិនជាអត់មានយើងខ្វែងចោលហេតុអីយើងត្រូវដាក់វាដើម្បីកុំឲ្យយើងភ្លេចនៅពេលដែលយើងសរសេរ item នៅក្នុង BioQ តមកមាន wall tile មាននៅកន្លែងណាខ្លះនេះគេគូទាំងអស់ skirting painting អញ្ចឹងគេគូដូចគ្នាតមក floor អញ្ចឹងឥឡូវខ្ញុំធ្វើទៅដល់ floor វានៅសល់ map inlay waterproof ceiling handrail door and window អញ្ចឹងវាមានអានេះជា typical របស់វាអញ្ចឹងនៅពេលដែលយើងធ្វើវាបដិញមកដល់តាមនេះចប់មួយបច្ចេកនៃការគូអញ្ចឹងចាំយើងទៅសរសេរ item នៅក្នុង BioQ អូខេ